ចឹងយើងនិយាយជាពីរផ្នែកអ្នកដែលមានកម្ចីហើយនឹងអ្នកមិនទាន់ខ្ចីត្រូវការហិរញ្ញវត្ថុគឺគាត់ប្រមាណមើលទៅលើក្រុមហ៊ុនដែលស្របច្បាប់តែមួយចំណែកតូចទេដែលគាត់ត្រូវការលុយបន្ទាន់ចាំបាច់ដែលគាត់ពេលខ្លះគាត់ដឹងដែរតែគាត់នៅតែឈានចូលទៅក្នុងវិស័យដែលកម្ចីអនឡាញអញ្ចឹងណាគាត់ទាល់មែនតើណាមានន័យថាគ្រប់បញ្ហាគឺតែងតែមានដំណោះស្រាយតែបើសិនជាគាត់យកទៅប្រើអត់បង្កើតចំណូលទេដែលយើងហៅថាបំណុលអាក្រក់ណាបើសិនជាគាត់គិតថាគាត់ត្រូវតែ enjoy life របស់គាត់អូខេអាចបានក៏ប៉ុន្តែកម្រិតណាមួយដែលយើងអាចនឹងគ្រប់គ្រងបានណាអញ្ចឹងជៀសវាងផ្ទះក៏រំលោះម៉ូតូក៏រំលោះឡានក៏រំលោះទូរស័ព្ទក៏រំលោះវាទៅជាបំណុលវ័នកវាមិនមែនជាការជួយគាត់ទេណាវាទៅជាការធ្វើឲ្យគាត់មានបញ្ហាទាំងគាត់បញ្ហាដល់សង្គមជាតិយើងទៀតជំរាបសួរទៅដល់ប្រិយមិត្ត MR Podcast សប្តាហ៍នេះជាសប្តាហ៍ថ្មីមួយទៀតហើយដែលក្រុមការងារមិនគិតទៅយូរមែនតើដែលមានបងសុលីមកពី Case You Up ចូលរួមជាមួយនឹងកម្មវិធី podcast របស់យើងណាបងអញ្ចឹងមុនចាប់ផ្ដើមតាក់ទងមួយសំណួរក៏ដូចជាចង់ជជែកគ្នាជាមួយនឹងបងភាសាបងមានបទពិសោធន៍ច្រើនទៅលើវិស័យហិរញ្ញវត្ថុក៏ដូចជាសេវាកម្មនៅក្នុងការបញ្ចាំជាដើមអញ្ចឹងណាបងប្រកាសជាអ្នកដែលគាត់នៅក្នុងសេដ្ឋកិច្ចបច្ចុប្បន្នខ្ញុំជឿថាគាត់មានសំណួរច្រើនដូចគ្នាដែរខ្ញុំបានរៀបចំសំណួរសួរបងច្រើនដែរទេណាបងប៉ុន្តែមុនចាប់ផ្ដើមចង់ឲ្យបងសូលីអាចថាជួយណែនាំបន្តិចមកបងថាតើបងកំពុងតែធ្វើការនៅក្នុងវិស័យអីគេដែរបន្ថែមទៀតហើយតើ Case You Up ហ្នឹងគឺជាកន្លែងទទួលបញ្ចាំបែបមិនខ្លះអញ្ចឹងណាបងដើម្បីឲ្យទស្សនិកជនក៏ដូចជាអ្នកដែលគាត់តាមដានទស្សនាមក podcast ហ្នឹងគាត់កាន់តែស្វែងយល់បន្ថែមពីបងបានបាទអរគុណបាទថ្ងៃនេះមានកិត្តិយសបាទដែលបានអញ្ជើញចូលរួមដោយលោកវុឌ្ឍបាទ MR Training បាទតកតងនឹងវិស័យហិរញ្ញវត្ថុបាទអញ្ចឹងខ្ញុំសុកលីបាទជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Case You Up ហើយ Case You Up នេះគឺជាក្រុមហ៊ុនប្រចាំដែលធំជាងគេដែលយើងមានបណ្ដាញប្រវត្តិការរហូតដល់27សាខាបាទទាំងនៅរាជធានីភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តបាទអញ្ចឹងយើងមានសេវាប្រចាំច្រើនបាទនៅក្នុងហ្នឹងបាទអញ្ចឹងមានទាំងរបស់ដែលយើងយកមកដាក់ប្រចាំអញ្ចឹងមានដូចជាឡានម៉ូតូគ្រឿងអលង្ការគ្រឿងអេឡិចត្រូនិកបាទហើយក្នុងហ្នឹងក៏យើងអាចដាក់ប្រចាំបានដែរតកតងនឹងឯកសារបាទមានឯកសាររថយន្តក៏ដូចជាឯកសារម៉ូតូបាទយើងហៅកាតគ្រីបាទហើយក៏ដូចជាប្លង់ដីផងដែរបាទចាប់អារម្មណ៍មែនតើបងតែពិតមានសំណួរផ្សេងចង់សួររឿងហិរញ្ញវត្ថុប៉ុន្តែដោយសារបងលើកឡើងពី Case You Up អញ្ចឹងមានថាឯកសារបងម៉ូតូឡើងនេះគាត់ចាំបាច់យកម៉ូតូមកទេគាត់យកតែឯកសារកាត់គ្រីមកក៏យើងក៏អាចឲ្យគាត់ទទួលបានတဲ့ការខ្ចីលុយដែរអញ្ចឹងយើងមានពីរប្រភេទយើងអាចដាក់ជា item អញ្ចឹងយើងយករបស់មកបាទហើយមួយប្រភេទទៀតយើងដាក់តែឯកសារទេអញ្ចឹងមានឯកសាររថយន្តឯកសារម៉ូតូអីជាដើមហើយប្លង់ដីអញ្ចឹងបាទអញ្ចឹង27ទីតាំងគឺជាខេត្តប្រហែលប្រហែលខេត្តដែរបងយើងមាននៅភ្នំពេញនេះច្រើនបាទអញ្ចឹងយើងនៅបណ្ដាខេត្តមួយចំនួនមានកំពង់ធំបាទកំពង់ចាមសៀមរាបក្រុងព្រះសីហនុកពតអីចឹងបាទមុននឹងចូលទៅដល់អ្វីដែលយើងចង់ជជែកគ្នាបន្ថែមខ្ញុំចង់ដឹងពី background របស់បងសុលីតើបងសុលីមែនតើទៅចាប់ផ្ដើមការងារដំបូងអាជីពដំបូងនៃការងារបងចាប់ផ្ដើមពីជំនាញអីគេមុនដែរបងខ្ញុំចាប់ផ្ដើមអាជីពនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនេះតាំងពីរៀនចប់បាទរៀនចប់មហាវិទ្យាល័យអញ្ចឹងខ្ញុំចូលដំបូងគឺតួនាទីជាភ្នាក់ងារអនុទានបាទអញ្ចឹងបើនិយាយពីការចាប់ផ្ដើមមកដល់ពេលនេះគឺជាងចូល22ឆ្នាំបាទ22ឆ្នាំបងបាទពីដើមឆ្នាំ2004មកដល់26នេះបាទអញ្ចឹងនៅក្នុងវិស័យហិរញ្ញវត្ថុនេះយូរឆ្នាំតាំងពីដើមមកបាទចាប់ផ្ដើមពីគេហៅថា credit officer បងភាសាអង់គ្លេសមានតែយើងចាប់ផ្ដើមពីភ្នាក់ងារទូចមួយហើយឡើងជាទូនាទីរហូតដល់ថាជាអ្នកគ្រប់គ្រងមួយដែលរហូតដល់20ជាងសាខាខ្ញុំគិតថាសម្រាប់ខ្ញុំណាបងខ្ញុំពិតជាមានមោទនភាពមែនតើហើយខ្ញុំគិតថាជា idol មួយដែរព្រោះបងសាលីឃើញចូលរួមកម្មវិធីចែកម្លែកច្រើនបទពិសោធន៍របស់បងវាពិតជាបានផ្ដល់នូវគុណសម្បត្តិមួយដ៏ល្អចំពោះអ្នកដែលគាត់ជំនាន់ក្រោយហើយចង់ធ្វើនៅក្នុងវិស័យនឹងដូចគ្នាដែរបងយកយ៉ាងណាដែរតាក់ទងជាមួយនឹងការដែលធ្វើការក្នុងវិស័យហិរញ្ញវត្ថុហ្នឹងបងឬក៏ធនាគារឬក៏មីក្រូហិរញ្ញវត្ថុហ្នឹងតើភាពពិបាកក៏ដូចជាការស្វែងយល់តើគាត់ត្រូវតែមានកលឹះអីគេខ្លះនៅក្នុងការធ្វើការក្នុងវិស័យមួយហ្នឹងបងបាទ
សម្រាប់អ្នកដែលចង់ចូលរួមប្រឡូកនៅក្នុងវិស័យនេះខ្ញុំគិតថាល្អមែនទែនព្រោះវិស័យហិរញ្ញវត្ថុមួយគឺវាគ្របដណ្ដប់ទៅលើវិស័យផ្សេងបាទអញ្ចឹងបើយើងស្វែងយល់ពីវិស័យហិរញ្ញវត្ថុមានថាវិស័យផ្សេងនេះគឺកាន់តែល្អសម្រាប់យើងជាពិសេសជាបទពិសោធន៍របស់ខ្ញុំដែលបានឆ្លងកាត់ជា credit officer អញ្ចឹងល្អមែនទែនយើងបានស្គាល់អតិថិជនច្រើនហើយយើងស្គាល់ស្ថានភាពផ្សេងបាទដែលយើងអាចថាមានបញ្ហានៅក្នុងជីវិតយើងអាចដោះស្រាយបញ្ហានឹងបានដោយខ្លួនឯងហើយសម្រាប់ដែលបងប្អូនដែលគាត់ឧទាហរណ៍ថាគាត់ចង់ប្រឡូកក្នុងវិស័យនេះទី1គឺផ្ដោតទៅលើតើគាត់ស្រឡាញ់វិស័យហ្នឹងអត់ចឹងបើសិនជាស្រឡាញ់វិស័យហ្នឹងចឹងយើងផ្ដោតទៅលើការរៀនសូត្រផ្ដោតទៅលើវិស័យហ្នឹងបាទចឹងហើយយើងមានការងារហើយយើងប្រឹងប្រែងបន្តទៅខ្ញុំគិតថាគាត់នឹងជោគជ័យនៅចំណុចហ្នឹងមួយទៀតនៅក្នុងវិស័យការងារដូចខ្ញុំនៅ MR យើងរើសបុគ្គលិកច្រើនបងគ្រប់ជំនាញទាំងអស់ខ្ញុំចង់សួរមួយយ៉ាងខ្លីទៅបងនៅពេលដែលបងឮពាក្យថា CO ពីបងទៅមុនគេណាពេលដែលឮពាក្យ CO ហ្នឹងគឺសំដៅទៅលើអ្វីហើយអាចថាមានរូបភាពអីដែលបងអាចថាជា fun fact ជាការមួយដែលយើងចង់និយាយភាពពិតប្រាកដមួយនៃពាក្យ CO ហ្នឹងបាទមិនមែន CEO ទេណាបង CO បងដែលគេល្បីតាម trend ថាអូ CO មកហើយ CO អីចឹងបងបាទបើនិយាយពី CEO តួនាទីនេះស្ដាប់ទៅបើនិយាយពីមហាជនពេលខ្លះមកដល់បច្ចុប្បន្ននេះគាត់មានអារម្មណ៍ថាដូចជារៀងពិបាកបាទឬមួយក៏ប្រឈមនឹងបញ្ហាច្រើនតែជាក់ស្ដែងនៅពេលដែលយើងអនុវត្តការងារដូចខ្ញុំបានលើកពីខាងដើមអញ្ចឹងគឺយើងឆ្លងកាត់បទពិសោធន៍ច្រើនហើយវាទាមទារឲ្យអ្នកដែលមានលក្ខណៈសម្បត្តិល្អបាទដើម្បីអនុវត្តការងារនឹងបានល្អចឹងយើងត្រូវជួបមួយអតិថិជនបើសិនជាយើងផ្ដល់កម្ចីឲ្យគាត់ដូចជាមិនសូវជាប្រមាណទេតែក្នុងទូនាទីរបស់ភ្នាក់ងារហ្នឹងខ្ចីគឺល្អមួយគ្នាតែពេលខ្លះដល់ពេលដែលដោះស្រាយអាចមានបញ្ហាបាទទាមទារឲ្យអ្នកហ្នឹងមានអរិយាប័ត្រមានភាពម៉ត់ចត់អត់ធ្មត់បាទដើម្បីដោះស្រាយបញ្ហាហ្នឹងឲ្យបានល្អអញ្ចឹងសម្រាប់ CEO នេះបើសិនជាយើងអាចឆ្លងកាត់ហើយយើង follow បានល្អខ្ញុំជឿថាបទពិសោធន៍ល្អខ្លាំងបាទនៅក្នុងជីវិតរបស់យើងតែពិតកន្លែងចំណុចនេះវាមានពីររឿងបងបើសិនជាយើងនិយាយពីប្រចាំខ្ញុំគិតថាវាមិនសូវអីដោយសារយើងបានប្រចាំហើយប៉ុន្តែបើនិយាយពីធនាគារវិញដូចគាត់មកកម្ចីអីចឹងវិញណាបងដោយសារបងក៏នៅក្នុង background បងក៏ខាងធនាគារមួយដែរ CEO ផ្អែមពេលទៅទាលុយពេលទៅឲ្យលុយបងបាទហើយដល់ពេលទៅទាលុយគឺ CEO កាចហើយដល់ពេលជូនកាយអញ្ចឹងដោយសារតែទៅទាលុយពេលខ្លះមានអ្នកជាអតិថិជនហ្នឹងដេញវាយផងអីផងពេលខ្លះតែអាហ្នឹងវាជាការពិតទេបងធ្លាប់ជួបទេបងនៅក្នុងការគ្រប់គ្រងរបស់បងបាទសម្រាប់ជាបទពិសោធន៍របស់ខ្ញុំទាំងការអនុវត្តផ្ទាល់ទាំងការគ្រប់គ្រងគឺយើងអត់ដែលមានបញ្ហាហ្នឹងទេបាទអញ្ចឹងដោយសារជាក់ស្ដែងដូចនៅ Cashew Up របស់យើងក៏យើងមានគេហៅថាជាគោលការណ៍បាទនីតិវិធីសម្រាប់ការដោះស្រាយបញ្ហាបាទអញ្ចឹងបុគ្គលិកដែលយើងត្រូវដោះស្រាយគឺយើងបានបង្ហាត់បង្ហាញគាត់ត្រឹមត្រូវកបទៅដោយសិលធម៌វិជ្ជាជីវៈនៅក្នុងការដោះស្រាយជាក់ស្ដែងធម្មតាយើងនិយាយពាក្យថាដោះស្រាយទី1បើសិនជាគាត់ជា CEO គាត់ត្រូវមាត់ថ្នាក់គ្រប់គ្រងសួរនាំថាអតិថិជននឹងយ៉ាងម៉េចបានយឺតហើយយើងដោះស្រាយយ៉ាងម៉េចហើយអញ្ចឹងគាត់មានសម្ពាធមួយហើយសម្រាប់អតិថិជនទៀតគឺគាត់សម្ពាធខ្លាំងមែនតើព្រោះខ្ញុំជឿថាគ្រប់គ្នាគឺគាត់មិនមែនចង់អត់សងលុយទេបាទគាត់មានលុយគាត់សងតែដោយសារគាត់ត្រូវចែកចម្លែកទៅក្រុមគ្រួសារផងអ្នកនេះផងអតិថិជនមួយចំនួនគាត់អាចមានបញ្ហានៅពេលដែលគាត់មានបញ្ហាពេលដែលយើង CEO នេះចុះទៅដែរអញ្ចឹងពាក្យវាអាចប្រឈមគ្នាអញ្ចឹងពេលខ្លះអាចពាក្យផ្អែមល្ហែមដំបូងតែបន្ទាប់ពីលើសពី1នាទីទៅអាចរៀងក្តៅបន្តិចបាទអញ្ចឹងបានយើងរៀបចំជាគោលការណ៍នីតិវិធីច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាមានន័យថាដោះស្រាយប្រកបដោយវិជ្ជាជីវៈអញ្ចឹងយើងពិភាក្សាគ្នារកដំណោះស្រាយល្អទាំងអស់គ្នាបាទតែពីបទពិសោធន៍បងអតិថិជនភាគច្រើនគាត់ធ្វើអីខ្លះទៅដែលជាបញ្ហាដែលយើងភាគច្រើនជាអ្នកធ្វើការដូចគ្នាឬក៏ជា CEO ឬក៏ជាខាងកម្ចីឬក៏ធនាគារដែលថាជួបបញ្ហានឹងដូចគ្នាដែរពីអតិថិជនណាហ្មងបើនិយាយពីតាក់ទងការដោះស្រាយបញ្ហាដែលយើងជួបប្រទះដោយសារអតិថិជនគាត់អត់ចូលរួមបាទអត់ចូលរួមនៅក្នុងការដោះស្រាយក៏អត់ប្រឈមមុខហើយអត់យកបញ្ហាហ្នឹងមកដាក់លើតុដើម្បីពិភាក្សាជាមួយនឹងអ្នកជំនាញអាចភ្នាក់ងាររបស់យើងឬមួយក៏អ្នកដែលមានចំណេះដឹងខាងហិរញ្ញវត្ថុអញ្ចឹងបើសិនជាគាត់អត់ចូលរួមដោះស្រាយគាត់គេចវេះ
អញ្ចឹងបញ្ហាហ្នឹងគឺពិបាកពេលខ្លះវាអាចធ្ងន់ទៅ បាទ តែបើសិនជាគាត់ចូលរួមដោះស្រាយ បាទ ដោះស្រាយ បាទ មួយយើង បាទ ខ្ញុំជឿជាក់ថាបញ្ហាគឺគ្រប់បញ្ហាគឺតែងតែមានដំណោះអញ្ចឹងឧទាហរណ៍ថាគាត់អាចមានបញ្ហាមុខរបររបស់គាត់ចំណូលរបស់គាត់មានការធ្លាក់ចុះអញ្ចឹងយើងសិតតែមានដំណោះស្រាយទាំងអស់បាទអញ្ចឹងអ្នកដែលគាត់ជំនាញគាត់អាចមានលក្ខខណ្ឌបន្ទូបន្ថយនៅក្នុងការបង់ប្រាក់អាចពជាពេលការខ្ចីរបស់គាត់អីជាដើម បាទ អញ្ចឹងធ្វើម៉េចដើម្បីយើង survive ទាំងអស់គ្នាបានរស់ទាំងអស់គ្នាអាចចូលរួមប្រយោជន៍ទាំងអស់គ្នាបាទ ប៉ុន្តែយើងជំរាបគាត់មុនដែរពេលគាត់កម្ចីឲ្យគាត់ដឹងអំពីការនីតិវិធីនឹងដែរតែបង ជាទូទៅនៅពេលដែលយើងផ្ដល់កម្ចីដំបូងយើងbase តែទៅលើចំណូលរបស់គាត់ទេ បាទ យើងភាគច្រើនខ្ញុំជឿថាយើងអត់បានទៅប្រាប់គាត់ថានៅពេលដែលគាត់មានបញ្ហាធ្លាក់ចំណូលទេគាត់អាចមកពិភាក្សាណាកន្លែងហ្នឹងបាទអញ្ចឹងអាចថាសម្រាប់អតិថិជនដែរទោះបីជាមានបញ្ហាក៏ដោយយើងរកដំណោះស្រាយព្រោះដំណោះស្រាយវាមានច្រើន បាទ ណាពេលខ្លះអាចប៉ះពាល់មុខរបរចំណូលធ្លាក់ចុះតែជួនកាលគាត់កំពុងប៉ះពាល់តែគាត់ត្រូវការលុយបន្ថែមអីចឹងទៅក៏កលឹះខ្លះក៏យើងអាចជួយគាត់បានដែរ បាទ 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 ដើម្បីបន្ថែមលុយទៅដើម្បីឲ្យគាត់បង្កើនចំណូលបន្ថែមមកបង់សងយើងវិញ បាទជំនឿថាពីខាងអនុទានកម្ចីឬក៏ពីធនាគារគេមានជា technique មួយចំនួនក៏ដូចជាគេមានវិធីសាស្ត្រមួយចំនួនទីខ្សោយទៅណាបង បាទ ពីគ្រូយោបល់មួយគឺក្នុងគោលដៅមួយឲ្យគាត់ល្អប្រសើរដែរ បា ទេ ទបាទ មិនមានថាអូត្រូវឲ្យគាត់កាន់តែពិបាកកាន់តែអីចឹងណាបង បាទយើងជួយគ្នាបាទយើងជួយ បាទបងអាចថានេះជាចំណុចមួយដែលរសើបដែរខ្ញុំគិតថាខ្ញុំចង់ឲ្យបងអាចលើកជាអាចថាឧទាហរណ៍ខ្លីៗឬក៏ដំណោះស្រាយខ្លីៗពីព្រោះឥឡូវនេះមានកម្ចីអនឡាញច្រើនបាទហើយទៅ scam ខ្លះណាស់ហើយដល់ពេលបងមាន20ជាងសាខាហើយធ្លាប់ធ្វើយូរឆ្នាំមែនតើនៅក្នុងការធ្វើការមេតិជនខ្ញុំជឿថាលទ្ធផលប្រហែលជាល្អច្រើនហើយទំនាក់ទំនងក៏ល្អមេតិជនច្រើនតែដល់ពេលយើងមានខាងក្រៅដែលគាត់ជាតែថាខូចណា បាទ ដល់ពេលអញ្ចឹងតើវាប៉ះពាល់ទេទៅលើអ្វីដែលយើងកំពុងតែធ្វើបងវាអាចថាចំណុចទាំងហ្នឹងវាអាចធ្វើអតិថិជនគាត់លេងទុកចិត្តទៅលើក្រុមហ៊ុនបែបកម្ចីអញ្ចឹងណាបង សម្រាប់បញ្ហានេះខ្ញុំគិតថាចំណេះដឹងរបស់ប្រជាពលរដ្ឋរបស់យើងឥឡូវគឺគាត់មានចំណេះដឹងច្រើនទាក់ទងចំណុចនេះ បាទ អញ្ចឹងបើសិនជាគាត់ត្រូវការហិរញ្ញវត្ថុគឺគាត់ប្រមាលមើលទៅលើក្រុមហ៊ុនដែលស្របច្បាប់តែមួយចំណែកតូចទេដែលគាត់ត្រូវការលុយបន្ទាន់ចាំបាច់ដែលគាត់ពេលខ្លះគាត់ដឹងដែរតែគាត់នៅតែឈានចូលទៅក្នុងវិស័យដែល scam ឬមួយក៏ online កម្ចី online អញ្ចឹងណាបាទអញ្ចឹងគាត់ទាល់មែនតើណាបាទតែពីយោបល់របស់ខ្ញុំដូចខ្ញុំបានលើកមានន័យថាគ្រប់បញ្ហាគឺតែងតែមានដំណោះស្រាយអញ្ចឹងសូមឲ្យជាពិសេសអតិថិជនបាទអតិថិជនគឺត្រូវគិតពីចំណុចហ្នឹងបើសិនជាឧទាហរណ៍ថាគាត់មានកម្ចីជាមួយស្ថាប័នធនាគារមីក្រូហិរញ្ញវត្ថុឬកម្ចីជាមួយហាងប្រចាំអីហ្នឹងបើសិនជាគាត់មានបញ្ហាគាត់គួរតែលើកបញ្ហាហ្នឹងមកដើម្បីដោះស្រាយអញ្ចឹងជៀសវាងពេលដែលមានបញ្ហាកម្ចីហើយស្រាប់តែគាត់ពិបាកនៅក្នុងការបង់សងហើយពិបាកនៅក្នុងការបង់សងគាត់ទៅរកលុយពីប្រភពផ្សេងដែលមានការប្រាក់ថ្លៃជាងហ្នឹងដើម្បីយកមកបង់សងមួយទៀតអញ្ចឹងទង្វើបែបនេះកាលណាធ្វើយូរទៅគឺគាត់កាន់តែវាន់កកាន់តែមានបញ្ហាអញ្ចឹងបើសិនជាអ្វីដែលល្អគឺគាត់កុំពង្រីកកម្ចីនឹងបន្ថែមទៀតបាទអញ្ចឹងគាត់អាចយកបញ្ហាហ្នឹងគាត់មកពិភាក្សាអាចបទូបន្ថយនៅក្នុងការបង់សងបាទអាចពជាពេលកម្ចីដើម្បីឲ្យគាត់បង់កាន់តែតិចឬមួយក៏អាចមានត្រូវការហិរញ្ញវត្ថុបន្ថែមអីចឹងទៅដើម្បីឲ្យគាត់ពង្រីកបន្ថែមទៀតបាទអញ្ចឹងបើសិនជាគាត់ធ្វើអញ្ចឹងបានខ្ញុំគិតថាល្អមែនតើដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គាត់បាទខ្ញុំជឿថាmessage មិញហ្នឹង clip មិញហ្នឹងបើសិនជាយើងអាចពេលចេញផ្សាយណាខ្ញុំគិតថាវាល្អមែនតើបងដូចបានកំពុងតែ prevent ពួកគាត់ណាការពារពួកគាត់ទៅនឹងគេហៅថា potential problem ដែលអាចនឹងកើតឡើងថាជាបញ្ហាមួយដែលវានឹងអាចកើតឡើងបើសិនជាគាត់ធ្វើបែបហ្នឹងអញ្ចឹងណាបងឥឡូវយើងចង់មុនទៅដល់ហើយហ្នឹងយើងចង់បើកវងកញ្ចក់ធំតិចនិយាយពីការងារវិញនៅក្នុងវិស័យហ្នឹងវិញបងបងគ្រប់គ្រងបុគ្គលិកច្រើនតំបន់បើគិតទៅចូលច្រើនខេត្តដែរហើយជាមួយនឹងទីតាំងក៏20ជាងទីតាំងដែរច្រើនតើធ្វើម៉េចឲ្យបុគ្គលិកទាំងអស់ហ្នឹងគាត់មានការគិតមួយដូចបងតើយើងប្រើវិធីសាស្ត្រអីនៅក្នុងការដែលបញ្ជ្រាបពួកគាត់ហើយតើជាពិសេសអ្នកដែលគាត់ទៅជួបជាមួយអតិថិជនផ្ទាល់ទៀតតែហៅថា CEO ហ្នឹងឬក៏ខាង sale អីហ្នឹងណាតើធ្វើម៉េចឲ្យគាត់កាន់តែមានការយល់ដឹងខ្ពស់ហើយគាត់មានការយល់នៅក្នុងអ្វីដែលបងលើកឡើងហ្នឹងណា
ដើម្បីអតិថិជនរបស់យើងគាត់កាន់តែជឿជាក់មកលើស្ថាប័នបង បាទសម្រាប់ក្រុមហ៊ុន Cashew App គឺយើងមានគោលការណ៍មាននីតិវិធីរួមទាំង SOP ត្រឹមត្រូវអញ្ចឹងបុគ្គលិកដែលយើងជ្រើសរើសមកបាទយើងមាន on the job training បាទអញ្ចឹងបង្ហាញពីរបៀបរបបធ្វើការមានក្រមសីលធម៌វិជ្ជាជីវៈអីផ្សេងតាក់ទងនឹងគោលការណ៍នៅក្នុងការប្រស្រ័យតាក់ទងជាមួយអតិថិជនបាទតើយើងគួរតែបង្ហាញអីជាសារដល់អតិថិជនបន្ទាប់ពីហ្នឹងគឺយើងមានការណែនាំមានការតាមដានមួយគាត់ជាប្រចាំលោកវុឌ្ឍដឹងហើយមានន័យថាតាក់ទងនឹងការគ្រប់គ្រងមនុស្សវាអត់ដូចយើងផលិតផលអីមួយទេអញ្ចឹងយើងត្រូវការប្រើវិធីសាស្ត្រច្រើនបាទអញ្ចឹងយើងមានការតាមដានយើងមាន feedback ពីអតិថិជននៃមកវិញតើមានខ្វះចន្លោះអីអញ្ចឹងយើងបំពេញបន្ថែមជារៀងរាល់ពេលហើយជាទូទៅជា policy របស់យើងគឺមួយខែយ៉ាងតិចណាស់គឺយើងមានការ training ពួកគាត់ម្ដងបាទដើម្បីយើងស្វែងរកពីបញ្ហាប្រឈមផ្សេងពីអ្វីដែលជាផលលំបាករបស់គាត់ដែលគាត់ជួបប្រទះហើយយើងពង្រឹងសមត្ថភាពគាត់ជាប្រចាំបាទអញ្ចឹងហើយបានយើងអាចថាពុំរបស់យើងមានពុំច្បាស់លាស់ហើយអញ្ចឹងយើងទៅពុំតែមួយបាទចាំថាយើងយក model ណាមួយយកទៅ copy តែ copy ក៏ថាបានដែរអាចយកទៅអនុវត្តនៅកន្លែងផ្សេងទៀតដើម្បីឲ្យគាត់អាចមាន the same ការគិតមួយរួមគ្នាដើម្បីឆ្លើយតបជាមួយនឹងអ្វីដែលក្រុមហ៊ុនគាត់បានតម្លាក់ឲ្យអញ្ចឹងណាបងនៅដោយសារសម្រាប់ Cashew App គឺយើងបង្កើតយូរហើយតាំងពីឆ្នាំ2010មកបាទអញ្ចឹងមកដល់ឥឡូវនេះចូលប្រហែលជា6ដល់10ឆ្នាំ16ឆ្នាំអញ្ចឹងយើងបានបង្កើតជា SOP បង្កើតជាគោលការណ៍ផ្សេងដើម្បីឲ្យបុគ្គលិកគាត់អនុវត្តបាទអញ្ចឹងនៃមួយយើងថាវប្បធម៌ការងារបាទយើងមានវប្បធម៌ការងារនេះគឺជ្រៅបាទវប្បធម៌ការងារនេះគឺសំដៅទៅលើអ្នកមុនដែលគាត់អនុវត្តបានល្អប្រសើរហើយអ្នកក្រោយគាត់គ្រាន់តែចូលមកគាត់នឹងអនុវត្តតាមនឹងបាទអញ្ចឹងទេក្នុងការបម្រើការប្រស្រ័យមួយអតិថិជននេះយើងមិនជាបញ្ហាធំសម្រាប់យើងទេដោយសារយើងមានជាវប្បធម៌ការងារមួយច្បាស់លាស់ហើយម្នាក់គឺគាត់អនុវត្តទៅតាម policy របស់យើងខ្ញុំនៅតែចង់ឲ្យបងបន្ថែមទៀតតាក់ទងជាមួយនឹងខាងជំនាញ CO Career Officer បុគ្គលិកឥណទានខ្ញុំបើសម្រាប់ MR យើងក៏យើងមានពេលខ្លះយើងហ៊ានពិបាករកដែរទៅលើអ្នកដែលគាត់ចង់ធ្វើការផ្នែកហ្នឹងបងអាចលើកឡើងថាហេតុអីបានជាគាត់មិនចង់ធ្វើការផ្នែកហ្នឹងបើសិនជាអាចមានណាបងហេតុអីបានជាប្រហែលជាមានអីប្រឈមមុខនឹងគាត់ហើយមើលទៅបានជាគាត់មិនចង់ធ្វើខាងនឹងច្រើនព្រោះអាចថាមកពីការជួបភ្ញៀវមានបញ្ហាច្រើនឬក៏យ៉ាងម៉េចអីចឹងណាបងបាទជាទស្សនៈវិស័យដែលដូចលោកវុឌ្ឍលើកឡើងថាឲ្យទៅលើ credit officer ប្រហែលជាអត់ចង់ធ្វើខ្ញុំគិតថាបើជាក់ស្ដែងដូចជាតិចទេដែលគាត់មានកំណត់ចឹងណាអ្នកដែលមកចំណាយតូចហ្នឹងដោយសារគាត់គិតថាការងារ credit officer office របស់គាត់គឺក្រោមមេឃក្តៅគឺទទួលក្តៅភ្លៀងគឺភ្លៀងទី1បាទបរិយាកាសការងារហើយទី2គឺការជួបជាមួយអតិថិជនដែលយើងឃើញរូបភាពនៅក្នុង social media ឬមួយអីមួយចំនួនអាចថារូបភាពហ្នឹងដូចខ្ញុំលើកឡើងមកអញ្ចឹងបើសម្រាប់ខ្ញុំបាត់ពិសោធន៍ជាង20ឆ្នាំខ្ញុំអត់ដែលជួបទេតែធម្មតាវារាប់ម៉ឺន case អីហ្នឹងឲ្យតែមានមួយផ្សាយទៅវាអាច affect ទៅដល់អ្នកទស្សនាគាត់គិតថាcredit officer វាច្រើនគាត់ពិបាករបៀបអញ្ចឹងចឹងទេអានេះចំណុចទី1មិញគឺអាចថាអ្នកខ្លះគាត់គិតថាបើសិនជាគាត់ធ្វើការនៅ office គាត់ comfort ជាងអីចឹងទៅតែបើនិយាយពីបទពិសោធន៍ខ្ញុំគិតថាគ្មានបទពិសោធន៍ណាល្អជាង credit officer ទេបាទដែលគាត់អាចជួបបញ្ហាផ្សេងជួបអតិថិជនគ្រប់ប្រភេទដែលគាត់ត្រូវដោះស្រាយអញ្ចឹងនេះគឺជាបទពិសោធន៍ដែលល្អបើជាចំណុចខ្ញុំសប្បាយចិត្តមែនទែនដែលខ្ញុំចាប់ផ្ដើមអាជីពនៅក្នុងវិស័យហិរញ្ញវត្ថុនេះគឺតួនាទីជា credit officer ព្រោះនៅពេលដែលយើងឆ្លងកាត់ credit officer នេះបន្តមកគឺយើងមានគេថាចំណេះដឹងច្រើនហើយយើងរឹងមាំមែនទែនទោះបីជាយើងទៅធ្វើការងារអីផ្សេងទៀតក៏ខ្ញុំគិតថាប្រហែលជាអាចជោគជ័យច្រើនដែរពីគាត់ direct មកអតិថិជនមកបាទអញ្ចឹងខ្ញុំគិតថាអ្វីដែលបងលើកឡើងខ្ញុំអាចនិយាយបានថាបើសិនជាគាត់ចង់ធ្វើការក្នុងវិស័យធនាគារក្តីឬក៏នៅក្នុងវិស័យហិរញ្ញវត្ថុដូចជាកម្ចីក្តីគាត់គួរតែមានឱកាសហើយគាត់គួរតែឆ្លងកាត់នៅឱកាសមួយនេះដែលជា credit officer មួយដើម្បីគាត់យល់ដឹងពីបញ្ហាជារួមហើយក៏ដូចជាយល់ដឹងអំពីតម្រូវការរបស់អតិថិជនអញ្ចឹងនៅពេលដែលគាត់បដូរតួនាទីឬកំណែងនៅក្នុង
វិស័យដូចគ្នាគឺគាត់ដឹងហើយ បាទ ថាតើអតិថិជនចង់បានអីតើគាត់អាចដោះស្រាយបញ្ហាអីបានអញ្ចឹង បាទ ណាបងបាទ ហើយ credit officer នេះក្រៅពីជួបអតិថិជនយើងស្គាល់មុខរបររបស់អតិថិជនរាប់រយរាប់ពាន់មុខរបរ បាទ យើងអាចសួរយើងអាចសម្ភាសគាត់យើងអាចស្វែងយល់ពីចំណុចមានន័យថាផ្សេងលម្អិតពីមុខរបរអតិថិជនមួយអញ្ចឹងឧទាហរណ៍ថាគាត់ផលិតទឹកសុទ្ធគាត់ផលិតជារបស់របរប្រើប្រាស់ឬមួយក៏គាត់ប្រើចំនួនអីដែលគាត់នាំចូលពីប្រទេសណាគាត់នាំតាមវិធីណាគឺ credit officer គាត់ដឹងទាំងអស់អញ្ចឹងអា concept ទាំងអស់ហ្នឹងសូម្បីតែពេលដែលយើងចប់ទៅយើងអាចទៅរកស៊ីខ្លួនឯងឬមួយក៏អីយើងបានចំណេះដឹងច្រើនមែនតើតទៅចំណុចនេះហើយបើសិនជាយើងអត់ឆ្លងកាត់ដំណឹងទេសួរថានៅពេលដែលយើងចង់ដឹងពីមុខរបរមួយគាត់ nature គាត់មិនអីមិនយើងទៅសួរគេក៏អត់ប្រាប់ទេតែបើតួនាទីជា credit officer គាត់ត្រូវតែប្រាប់ហើយប្រាប់ដោយលម្អិតឲ្យយើងទៀតបាទអញ្ចឹងកន្លែងហ្នឹងគឺជាចំណុចមួយដែលយើងអាចរៀនសូត្រច្រើនមែនតើពីអតិថិជនរបស់យើងបាទមានន័យថាគាត់បានដឹងពីចំណូលចំណាយគាត់បានដឹងអំពី cash flow នៃ financial flow របស់គាត់ទៅគាត់អាចផ្ដល់នៅ consult មួយដែលល្អបំផុតអញ្ចឹងណាបងឥឡូវយើងមើលពីសប្តាហ៍ថ្ងៃភាសាតែខ្ញុំជឿជាក់ថាគ្រប់គ្នានៅក្នុងប្រិមិត្តក៏ដូចជាបងផ្ទាល់យើងសុទ្ធតែមានការជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចច្រើនមែនតើមួយឆ្នាំ2ឆ្នាំចុងក្រោយនេះណាបងតាំងពី3រឿងតែម្ដងខ្ញុំចង់ដឹងពីបងសាប់បងក្នុងចំណុចនឹងផ្ទាល់ខ្ញុំគិតថាចង់ឲ្យបងចែកម្លែកអ្វីដែលបងអាចលើកបានណាតាក់ទងជាមួយនឹងបញ្ហាកម្ចីឬបំណុលតើអតិថិជនរងថ្ងៃគាត់ទទួលការកម្ចីច្រើនអត់ហើយបញ្ជាពីសេដ្ឋកិច្ចរបស់ពួកគាត់វិញយ៉ាងម៉េចដែរអញ្ចឹងណាបងបើតាមខ្ញុំសង្កេតឃើញពីស្ថានភាពបាទជាក់ស្ដែងយើងនិយាយពីបំណុលបាទខ្ញុំឃើញថាស្ថានភាពបំណុលរបស់យើងគឺដូចជាស្ថិតល្អហើយមិនជាធ្ងន់ធ្ងរអីទេបាទអញ្ចឹងយើងនិយាយជាពីរផ្នែកអ្នកដែលមានកម្ចីហើយនិងអ្នកមិនទាន់ខ្ចីអ្នកដែលមិនទាន់ខ្ចីពេលដែលគាត់ចង់ខ្ចីបន្ថែមឥឡូវនេះគឺគាត់គិតគូរមែនតើដោយសារគាត់មានចំណេះដឹងបន្ថែមហើយគាត់ប្រយ័ត្នប្រយែងនៅក្នុងស្ថានភាពនេះតើគាត់យកទៅប្រើហ្នឹងវាមានប្រយោជន៍សម្រាប់មុខរបរគាត់ឬមួយជាចំណូលរបស់គាត់អត់បើសិនជាអត់មានចំណូលឬមួយក៏យកទៅមិនចាំគោលដៅទេគឺគាត់ផ្អាកខ្ចីសិនបាទហ្នឹងគាត់គិតគូរហើយតែជនខ្លះនិយាយថាបងអត់អីទេបងឯងយកប្រហែលក៏បានដែរមុខរបរបងគាត់ហ្នឹងអូនទប់បន្តិចសិនព្រោះបងតិចទៀតបានបងត្រូវការអញ្ចឹងមានថាគាត់ប្រើប្រាស់ដោយមានគោលបំណងច្បាស់លាស់នេះជាចំណុចល្អបាទហើយសម្រាប់អ្នកដែលមានកម្ចីហើយជាក់ស្ដែងគឺយើងមានបញ្ហាមួយចំនួនដែលយើងដឹងថាប្រឈមមួយចំនួនក៏ប៉ុន្តែឆ្លងកាត់បញ្ហាទាំងអស់ហ្នឹងសម្រាប់អាណាព្យាបាលណាមានដូចជាធនាគារជាតិក៏ដូចជានាយត្តករប្រចាំអញ្ចឹងគាត់បានគិតគូរជួយទៅដល់អតិថិជនបាទដូចជាការរៀបចំអនុទានឡើងវិញឬមួយក៏ផ្ដល់កម្ចីគេហៅ refinancing loan បាទផ្ដល់កម្ចីបន្ថែមឲ្យគាត់ដើម្បីគាត់ជំរុញទៅលើអាជីវកម្មរបស់គាត់អញ្ចឹងខ្ញុំគិតថានេះគឺបកលក្ខណៈងាយស្រួលបាទងាយស្រួលបទូបថយដល់អតិថិជនបាទអញ្ចឹង restructuring ហ្នឹងអាចពជាពេលឲ្យអតិថិជនបានវែងជាងមុនការបង់សងតិចជាងមុនបាទហើយបើសិនជាអ្នកណាត្រូវការទុនបន្ថែមក៏អាចបន្ថែមបានដែរបញ្ហានេះវាល្អដោយសារយើងសង្កេតឃើញនៅក្នុងវិស័យហិរញ្ញវត្ថុបាទបើយើងគឺនៅតែដំណើរការល្អមានថាអ្នកចង់ខ្ចីប្រហែលក៏គេនៅតែផ្ដល់ជូនបាទមានតាំងពី bank មានតាំងពី MFI ហើយជាពិសេស cash you up ឲ្យតែមានតម្រូវការមកតាក់ទងមានលក្ខណៈសម្បត្តិសមស្របប្រហែលក៏បានដែរអាចផ្ដល់ជូនកម្ចីអញ្ចឹងយើងអត់មានកន្លែងណាដែលទាំងស្ទះទេបាទហើយបើយើងសង្កេតឃើញNPL បាទថា loan ដែលអត់ដំណើរការប្រហែលជាខ្ទង់ក្រោម 7-8% ប៉ុណ្ណឹងឯងបាទអញ្ចឹងកម្រិតនេះដែលយើងអាចកំណត់ថាជា portfolio មួយដែលអាចថាល្អប្រសើរវាមិនទាន់ជាមានបញ្ហាទេខ្ញុំគិតថាបច្ចុប្បន្នដោយសារប្រជាពលរដ្ឋដែលគាត់មានបំណងចង់កម្ចីហ្នឹងគាត់អាចថាដូចបងលើកឡើងពីដើមទីគាត់មានចំណេះដឹងច្រើនទាក់ទងមួយកម្ចីហើយគាត់ស្គាល់ពីស្ថាប័នណាស្របច្បាប់ដោយ Cash You Up ហ្នឹងក៏ជាស្ថាប័នមួយអាចថាគំរូមួយដែរដែលគាត់បានធ្វើបទពិសោធន៍ដូចជា16ឆ្នាំអញ្ចឹងតាក់ទងជាមួយនឹងអ្នកដែលគាត់ត្រូវការពង្រីកអាជីវកម្មគាត់ការប្រើប្រាស់ទៅលើអ្វីមួយដែលតាក់ទងជាមួយនឹងហិរញ្ញវត្ថុហ្នឹងគាត់អាចមករកទីតាំងមួយដែលគេថាមានទំនុកចិត្តខ្ពស់ណាបងហើយយកប្រើប្រាស់ដោយមិនសូវមានអាហានិភ័យក្នុងខ្លួនបាទខ្ញុំគិតថា
ការផ្សព្វផ្សាយចំណេះដឹងហ្នឹងវាពិតជាសំខាន់ដល់ពួកគាត់ជួយពួកគាត់មែននៅក្នុងហ្នឹងណាបងបាទហើយចំណុចចុងក្រោយនៅក្នុងកម្មវិធី podcast ហ្នឹងគឺវាចំណុចធំមួយទៀតដែលខ្ញុំចង់ជំរាបសួរបងដោយសារតែយើងនិយាយតាក់ទងជាមួយនឹង career ច្រើនអាជីពហើយក៏យើងចង់លើកតាក់ទងជាមួយបុគ្គលិកច្រើនដូចគ្នាដែរខ្ញុំឃើញថាបងជាអ្នកដែលអាចថាជួយវិភាគទៅលើហិរញ្ញវត្ថុច្រើនហើយខ្ញុំជឿជាក់ថាបងក៏ប្រហែលជាមានបុគ្គលិកដែលគាត់អាចថាធ្វើការបណ្ដើគាត់កម្ចីធនាគារឬក៏កម្ចីកន្លែងប្រចាំអីផ្សេងៗទៀតដើម្បីយកប្រាក់ហ្នឹងទៅធ្វើអីដែលគាត់ចង់ធ្វើដូចជាទៅទិញផ្ទះទិញដីទិញឡានអីចឹងជាដើមណាបងយល់យ៉ាងម៉េចដែរនៅពេលដែលគាត់ធ្វើការផងគាត់កម្ចីចំណុចទាំងអស់ហ្នឹងផងដែលនៅក្នុងបរិយាកាសឬក៏ស្ថានភាពសេដ្ឋកិច្ចបែបនេះបង ជាយោបល់របស់ខ្ញុំកម្ចីមិនមែនសុទ្ធតែជាចំណុចមិនល្អទេបាទកម្ចីល្អវាអាចល្អវាអាចអាក្រក់វាជាអាវុធពុកពីរអញ្ចឹងបើសិនជាយើងយកទៅប្រើត្រឹមត្រូវបាទប្រើដើម្បីបង្កើតចំណូលអាហ្នឹងគឺវាល្អសម្រាប់គាត់តែបើសិនជាគាត់យកទៅប្រើអត់បង្កើតចំណូលទេដែលយើងហៅថាបំណុលអាក្រក់ណាអញ្ចឹងអាចទៅលើសម្ភារៈនិយមអីច្រើនហើយវាលើសពីលទ្ធភាពរបស់គាត់ឬមួយក៏វាគៀកមែនតែនអញ្ចឹងអាហ្នឹងអាចជាបញ្ហាអញ្ចឹងសម្រាប់អតិថិជនអាចគាត់គិតគូរពិចារណាកន្លែងហ្នឹងបើសិនជាគាត់គិតថាគាត់ត្រូវតែ enjoy life របស់គាត់អូខេអាចបានក៏ប៉ុន្តែកម្រិតណាមួយដែលយើងអាចនៅគ្រប់គ្រងបានណាអញ្ចឹងជៀសវាងផ្ទះក៏រំលោះម៉ូតូក៏រំលោះឡានក៏រំលោះទូរស័ព្ទក៏រំលោះវាអាច over indebtedness វាទៅជាបំណុលវ័នកអញ្ចឹងបំណុលវ័នកវាមិនមែនជាការជួយគាត់ទេតែវាទៅជាការធ្វើឲ្យគាត់មានបញ្ហាទាំងគាត់បញ្ហាដល់សង្គមជាតិយើងទៀតបាទជួបគាត់ជាបុគ្គលិកវិញគាត់ប្រើប្រាស់កម្ចីនឹងតើបងយល់យ៉ាងណាដែរគាត់ជាអ្នកធ្វើការបងនៅក្នុងស្ថាប័នដូចខ្ញុំបានលើកបើសិនជាគាត់ជាអ្នកធ្វើការយើងមានប្រភេទ loan មួយយើងហៅ personal loan អូខេតន់បង personal loan ហ្នឹងគឺបើនិយាយពីក្បួនច្បាប់របស់គេឲ្យយ៉ាងច្រើនបំផុត 50% នៃចំណូលរបស់គាត់អញ្ចឹងធ្វើម៉េចឲ្យតែនៅក្រោមឡាញហ្នឹងបាទជៀសវាងលើសទៅដល់60 70 80% អញ្ចឹងមានន័យថាគាត់អាចនឹងមានបញ្ហាអាចបំណុលនឹងលើសបាទអញ្ចឹងទេបើសិនជាគាត់ប្រើក្នុងកម្រិតហ្នឹងគាត់យកទៅធ្វើអីខ្ញុំគិតថានៅតែល្អអញ្ចឹងបាទជាងមានន័យថាគេបង្ការនៅហានិភ័យមួយចំនួនដែរបងមួយវិញទៀតដោយសារបងក៏ជាអ្នកជ្រើសរើសបុគ្គលិកធ្វើការជាមួយដែរពេលដែលសម្ភាសបងយើងដែរសួរថាតើបុគ្គលិកនឹងមានបំណុលមានជាពាក់អីគេអត់អីចឹងណាជាសំណួរហ្នឹងដែលបងគិតថាបងនឹងសួរទេហើយថាតើបើសួរហើយតើបងវិនិច្ឆ័យបែបម៉េចទៅលើចម្លើយរបស់គាត់ឆ្លើយសំណួរនេះល្អមែនតើបាទហើយសម្រាប់ក្រុមហ៊ុនអត់ដែលសួរនេះអត់ដែលសួរចំណុចហ្នឹងទេដោយសារយើង base ទៅលើសមត្ថភាពរបស់គាត់ហើយនៅក្នុងក្រុមហ៊ុនយើងមានគេ code of conduct ដែលយើងការពារនៅអ្វីដែលគាត់ធ្វើប្រឆាចពីគោលការណ៍នីតិវិធីដូចជាភាពស្មោះត្រង់អីជាដើមតែប្រហែលជាអាចនឹងពិចារណានៅពេលខាងមុខសំណួរនេះនឹងបញ្ចូលទៅនឹងបញ្ចូលហេតុអីបាទបងគិតថាគួរតែបញ្ចូលខ្ញុំគិតថាវាសំខាន់ដែរបើសិនជាគាត់មានបំណុលវ័នកលើសលប់អញ្ចឹងបើសិនជាក្នុងករណីដែលគាត់ចូលមកធ្វើការគាត់អាច fraud គាត់អាចបង្កជាបញ្ហាសម្រាប់ក្រុមហ៊ុនដែរបាទអញ្ចឹងទេចំណុចនេះក៏បើសិនជាយើងបានដឹងទៅក៏ខ្ញុំគិតថាវាអាចការពារបានច្រើនដែរបាទខ្ញុំគិតថាបើពីខ្ញុំផ្ទាល់នៅក្នុងវិស័យរើសបុគ្គលិកខ្ញុំគិតថាយើងមិនវិនិច្ឆ័យថាគាត់នឹងធ្លាក់នឹងជាប់ដោយសារតែគាត់មានបំណុលទេប៉ុន្តែជាការពារដូចបងនិយាយចឹងយើងឲ្យដឹងគ្នាថាតើគាត់មានបញ្ហាអីអញ្ចឹងនៅពេលដែលគាត់ធ្វើអីមួយយើងអត់សូវមានជាការសង្ស័យច្រើនយើងលើកឡើងនៅលើតុជាមួយគ្នាចែកគ្នាប្រកាសណាយើងឲ្យតម្លៃទៅលើសមត្ថភាពរបស់គាត់ជាចម្បងពីការខិតខំប្រឹងប្រែងរបស់គាត់ជាចម្បងប៉ុន្តែរូបភាពមួយចំនួនវាគួរតែ declare អស់លើកឡើងអស់តើគាត់មានបញ្ហាអីខ្លះអញ្ចឹងណាបងបាទអញ្ចឹងមានថាប្រហែលជាបងអាចនឹងអាចបញ្ចូលបន្ថែមទៀតបាទខ្ញុំគិតថាល្អដែរបាទល្អបាទហើយមួយទៀតបងដោយសារតែការធ្វើការហ្នឹងកម្ចីដូចគ្នាឡើយយើងថ្ងៃនេះគឺនិយាយពីខ្ចីច្រើនបងធ្លាប់ជួបបុគ្គលិកដែលគាត់ខ្ចីលុយបុគ្គលិកគ្នាឯងនៅក្រុមហ៊ុននេះហើយបើជួបតើបងមានដំណោះស្រាយយ៉ាងម៉េចឬក៏បងគិតថាវាមិនជាបញ្ហាទេបើសម្រាប់ក្រុមហ៊ុន Cash You Up គឺយើងមានគោលការណ៍ដូចខ្ញុំនិយាយអញ្ចឹងគឺមាន code of conduct ហើយយើងមានលិខិតណែនាំ
បាទណែនាំទៅគ្រប់បុគ្គលិកទាំងអស់បាទជៀសវាងការខ្ចីលុយគ្នាក្រៅផ្លូវការឬមួយក៏អាចលេងលបែងអីផ្សេងៗដូចជាតុងទីនដូចអីគឺយើងហាមគាត់តែជាក់ស្ដែងដែលយើងមើលគឺអត់មានទេដោយសារយើងមានគោលការណ៍នីតិវិធីសេចក្តីណែនាំក៏ប៉ុន្តែអាក្រោយខ្នងអីយ៉ាងម៉េចអាហ្នឹងគឺយើងមិនដឹងដល់ហ្នឹងទេណាតែបើសិនជាអារម្មណ៍ដែលខ្ញុំមើលខ្ញុំគ្រប់គ្រងនេះគឺយើងអត់មានកត្តានឹងកើតឡើងដោយសារយើងមានគោលការណ៍នីតិវិធីនៅកន្លែងរបស់យើងហើយយើងពង្រឹងការងារហ្នឹងហើយបើសិនជាយើងរកឃើញបុគ្គលិកហ្នឹងនឹងមានទោសទណ្ឌទៅតាមទំហំដែលគាត់បានប្រព្រឹត្តអញ្ចឹងអាចចាត់ទុកជាកំហុសធ្ងន់ដែលយើងអាចបញ្ចប់កិច្ចសន្យាការងារតែបុគ្គលិកខ្លះក៏នៅតែលើកឡើងថាដូចបងនិយាយចឹងការលេងតុងទីនអីចឹងទៅនៅកន្លែងការងារគាត់ថាអាហ្នឹងវាជាការជួយសំលុយឲ្យបុគ្គលិកទេអីទេអីចឹងណាតែបងយល់យ៉ាងណាដែរថាវាពិតជាឬក៏គាត់គិតឃើញវាវិជ្ជមានពេកឬក៏បងគិតថាវាអាចនឹងមានអវិជ្ជមានច្រើនជាងវិជ្ជមានទៅយើងមិនឲ្យមាននៅក្នុងក្រុមហ៊ុនដែរបងសម្រាប់ពួកគាត់អាចមានហេតុផលច្រើនបាទក៏ប៉ុន្តែដូចខ្ញុំបានលើកយើងមានគោលការណ៍នីតិវិធីច្បាស់លាស់ដើម្បីការពារគាត់អញ្ចឹងពេលដែលមុននឹងគាត់ចូលគឺយើងបានណែនាំបានបង្ហាញគាត់ហើយអញ្ចឹងគាត់អត់អាចធ្វើអាហ្នឹងបានទេបាទអញ្ចឹងទោះបីជាហេតុផលយ៉ាងម៉េចក៏ដោយគឺយើងទទួលយកបានដែរបើសិនជាគាត់ធ្វើយើងរកឃើញអញ្ចឹងយើងនឹងអាចដាក់ទូទាត់ទៅតាមនីតិវិធីរបស់យើងមានថាយើងជម្រាបគាត់តាំងពីដើមពីមូលហេតុពីផលប៉ះពាល់ consequence បែបម៉េចអីបែបម៉េចអញ្ចឹងណាបងនៅក្នុងវិស័យធនាគារឬក៏ហិរញ្ញវត្ថុមានជាគោលការណ៍អីមួយពីរដែលវាខុសពីវិស័យផ្សេងទៀតដែលបុគ្គលិកទាំងអស់គាត់គួរតែគោរពដូចជាបងលើកឡើងអញ្ចឹងការកម្ចីគ្នាទៅវិញទៅមកឬការលេងតុងទីនខ្ញុំគិតថាវាអាចគ្រប់ក្រុមហ៊ុនវាអាចត្រូវតែហាមគាត់ដូចគ្នាដែរប៉ុន្តែមានអ្វីដែលខាងធនាគារឬក៏ខាងវិស័យហិរញ្ញវត្ថុហ្នឹងគឺគាត់ត្រូវតែបង្ការមិនឲ្យមានលក្ខខណ្ឌហ្នឹងសម្រាប់នៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុបាទឬមួយក៏វិស័យហិរញ្ញវត្ថុរបស់យើងបាទហាងប្រចាំអីរបស់យើងហ្នឹងគឺសំខាន់ណាស់ព្រោះយើងធ្វើម៉េចឲ្យអតិថិជនទុកចិត្តបាទព្រោះយើងធ្វើការមួយលុយអញ្ចឹងក្រិតក្រមផ្សេងច្បាប់ទម្លាប់អីផ្សេងយើងត្រូវតែពង្រឹងឲ្យខ្លាំងជាងវិស័យផ្សេងវាមិនខុសពីអ្នកខ្លះគាត់គិតថាធ្វើការមួយលុយមន់នៅលើចង្រុកស្រូវតែងតែចាក់ស្រូវអីជាដើមអញ្ចឹងបើសម្រាប់វិស័យនេះជាពិសេស cash up ផ្ទាល់អញ្ចឹងយើងមានគោលការណ៍នីតិវិធីច្បាស់បើសិនជាគាត់ប៉ះពាល់លុយកាក់សំបីតែ$1ក៏គាត់នឹងមានបញ្ហាការងារហើយគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អញ្ចឹងយើងបានយើងអាចនិយាយបានថាយើងចាក់វ៉ាក់សាំងគាត់រួចហើយប្រាប់គាត់ហើយបាទអញ្ចឹងបើហើយយើងមានយន្តការច្បាស់លាស់នៅក្នុងការគ្រប់គ្រងតាមដានគាត់យើងគិតថាបើសិនជាយើងមិនរឹងមាំអញ្ចឹងអតិថិជនគាត់កាន់តែអត់ទុកចិត្តហើយបើគាត់អត់ទុកចិត្តយើងទៅរកស៊ីមិនកើតបាទអញ្ចឹងមានន័យថាយើងផ្ដើមចេញពីស្ថាប័នផ្ដើមចេញពីភាពជឿជាក់នៅក្នុងក្រុមហ៊ុនដែលមានគោលការណ៍នីតិវិធីមានយន្តការតាមដានត្រឹមត្រូវដើម្បីឲ្យអតិថិជនផ្ដល់ទំនុកចិត្តដល់អតិថិជនដែលគាត់មកប្រើប្រាស់សេវាកម្មមួយយើងប៉ុន្តែបងបើគិតពី27សាខាវាការគ្រប់គ្រងវាត្រូវធំដែរបុគ្គលិកច្រើនចូលពាន់ណាបងអញ្ចឹងថាតើការគ្រប់គ្រងរបស់បងហ្នឹងតាំង27សាខាហ្នឹងត្រូវតែfollow ទៅ policy ដូចគ្នាឬក៏ follow ទៅលើនីតិវិធីដូចគ្នាទាំងអស់ឬក៏យ៉ាងណាពីព្រោះបើយើងគិតពីរបៀបរបបខ្ញុំជឿថានៅតាមតំបន់នីមួយៗការកម្ចីគាត់ក្តីការរបៀបរបបផ្នែកគំនិតគាត់អាចថាមិនដូចគ្នាទេអញ្ចឹងពីយើងទៅវិញដែលជាអ្នកកម្ចីតើយើងត្រូវតែ adjust ទៅលើអាហ្នឹងទៅតាមតំបន់ហ្នឹងតាមផ្នែកគំនិតរបស់ប្រជាជនហ្នឹងឬក៏យើងត្រូវតែមាននីតិវិធីមួយឲ្យដូចគ្នាទាំងអស់ដើម្បីអនុវត្តឲ្យវាសមស្របទៅតាមនីតិវិធីរួមរបស់ក្រុមហ៊ុនណាបងបាទសម្រាប់ការអនុវត្តយើងមានគោលការណ៍នីតិវិធីតែមួយទេសម្រាប់ក្រុមហ៊ុនបាទអញ្ចឹងយើងអនុវត្តដូចគ្នាទាំងអស់បាទអញ្ចឹងគោលដៅរបស់យើងធៀបដូចជាច្បាប់របស់ជាតិរបស់យើងអញ្ចឹងយើងមានមួយក៏ប៉ុន្តែការអនុវត្តគឺគាត់អាច flexible តិចតួចនៅតាមតំបន់របស់គាត់ទៅតាមស្ថានភាពជាក់ស្ដែងហើយជាការគ្រប់គ្រងច្រើនសាខាមនុស្សច្រើនមែនក៏ប៉ុន្តែខ្ញុំគិតថាមិនជាការពិបាកទេដោយសារយើងមានគោលការណ៍នីតិវិធីច្បាស់លាស់ហើយយើងយោងទៅលើចំណុចមួយថាឪពុកគ្រប់គ្រងកូនគ្រប់គ្រងចៅអញ្ចឹងមានន័យថាយើងមានឋានានុក្រមរបស់យើងអញ្ចឹងសម្រាប់ខ្ញុំគ្រប់គ្រងទៅលើ management ខ្ញុំគ្រប់គ្រងទៅលើប្រធានសាខាបាទហើយប្រធានសាខាគាត់គ្រប់គ្រងបន្តទៀតទៅដល់សហការីរបស់គាត់ដែលនៅសាខាផ្ទាល់អញ្ចឹងទេយើង cover អញ្ចឹងទៅហើយបើសិនជាក្នុងករណីមានបញ្ហាណាកើតឡើងយើង check ជាមួយប្រធានសាខាថាតើអាហ្នឹងវាយ៉ាងម៉េចបានអត់ comply មួយ policy បាទអញ្ចឹងទេគឺដូចជារឿងដែលងាយស្រួលទេហើយស្ថាប័នខ្លះក៏វាមានបុគ្គលិកច្រើនជាងនឹងទៀតបាទតែគេធ្វើដោយការគ្រប់គ្រងជាលក្ខណៈ
មានន័យថា structure ច្បាស់លាស់អញ្ចឹង បាទ បាទ អរគុណបងសំណួរចុងក្រោយខ្ញុំគិតថាបងអាចឆ្លើយក៏បានអត់ក៏បាន តាក់ទងជាមួយនឹងការបញ្ចាំមានករណីដែលអានេះយើងនិយាយពី fun fact ខ្លះណាបងរៀងតែមែនតើតែគិតថាមានធ្លាប់ពេលខ្លះកូនយកម៉ូតូមកប្រចាំតែម៉ូតូនោះមិនបោះគាត់ទេបោះពុកម្ដាយគាត់ឬក៏គាត់លួចពីគេផ្សេងមកប្រចាំមានករណីនឹងកើតឡើងឯងបងហើយឬក៏របស់ផ្សេងទៀតក៏បានដែរតើយើងក្នុងនាមជាអ្នកនៅក្នុងវិស័យហ្នឹងយើងមានការទទួលយកឬក៏ឲ្យកម្ចីនេះយើងមើលទៅលើលក្ខខណ្ឌណាមួយដែលយើង prevent អាហ្នឹងហើយបើសិនជាយើង prevent មិនបានតែដំណោះស្រាយយើងពេលខ្លះធ្លាប់ជួបអញ្ចឹងការពី10ជាងឆ្នាំមុនណាបងបាទសម្រាប់ចំណុចនេះល្អបាទល្អខ្លាំងមែនតើសំណួរនេះបាទហើយសម្រាប់ Cashew Up គឺជាក្រុមហ៊ុនមួយដែលខ្ញុំហ៊ាននិយាយថាគឺជាក្រុមហ៊ុនដែលគោរពច្បាប់ 100% បាទអញ្ចឹងច្បាប់នេះគឺយើងមានច្បាប់ជាតិច្បាប់ពីនិយត្តករអញ្ចឹងការទទួលការប្រចាំគឺយើងមិនមែនចេះតែទទួលទេបាទអញ្ចឹងទី1យើងមើលពិនិត្យទៅលើឯកសារជារបស់អ្នកនឹងអត់បាទបន្ទាប់មកទៀតយើងអាចចុះទៅដល់ផ្ទះគាត់លំនៅឋានរបស់គាត់ដើម្បីបញ្ជាក់ថាតើក្រុមគ្រួសាររបស់គាត់ហ្នឹងគឺដូចលោកវុឌ្ឍលើកមិញអាចថាមិនមែនជាការយករបស់អ្នកនេះអ្នកនោះមកប្រចាំអញ្ចឹងឆ្លើយតបទៅនឹងឯកសារកម្មសិទ្ធិហ្នឹងយើងអាចដឹងថាតើគាត់យកពីណាមកបាទអញ្ចឹងយើងមានទី1របស់ឯកសារគឺត្រឹមត្រូវរបស់គាត់ទី2យើងមានការស៊ើបអង្កេតដែរបាទអញ្ចឹងដែលធ្វើឲ្យយើងហ្នឹងគឺច្បាស់លាស់ហើយយើងផ្ដាល់ទៅគឺចំគោលដៅអតិថិជនដែលស្របច្បាប់ដែលល្អអញ្ចឹងវាខុសពីស្ថាប័នដែលគាត់អត់ស្របច្បាប់ក៏អត់ខ្វល់ហើយតែមានរបស់មកដូចយកម៉ូតូមករបស់អ្នកណាក៏បានដែរគាត់ដឹងតែចំណេញមួយមុខអញ្ចឹងសម្រាប់ដែលក្រុមហ៊ុន Cashew Up ដែលយើងរកស៊ីទី1 comply ទៅនឹងច្បាប់គោលការណ៍នីតិវិធីបាទរបស់ជាតិរបស់និយត្តករហើយយើងអត់គិតទៅចំណេញមួយមុខទេសម្រាប់ក្រុមហ៊ុនស្របច្បាប់ទី1ចំណេញបាទទី2អ្នកដែលគាត់មកប្រើប្រាស់សេវាកម្មគាត់សប្បាយចិត្តបាទហើយសង្គមក៏យើងគិតគូរដែរបាទអត់ឲ្យប៉ះពាល់ដល់សង្គមតែពេលដែលយើងផ្ដាល់ទៅអត់ស្របច្បាប់អត់អីវា affect ដល់សង្គមទៀត affect យ៉ាងម៉េចបង្កើតផលចោរកម្មផ្សេងក៏ដូចជាបណ្ដឹងអីផ្សេងទៅដល់ស្ថាប័នតុលាការឬមួយក៏ស្អីផ្សេងអញ្ចឹងខ្ញុំគិតថាស្ថាប័នបានគិតចំណុចហ្នឹងវែងឆ្ងាយហើយអញ្ចឹងសម្រាប់យើងគឺយើង base ទៅលើចំណុច3បាទគឺរកស៊ីចំណេញបាទហើយអ្នកទិញសប្បាយចិត្តហើយអត់ប៉ះពាល់ដល់សង្គមបាទអរគុណច្រើនមែនតើបងសុកលីដែលបានលើកឡើងខ្ញុំគិតថាថ្ងៃនេះបើពីខ្ញុំផ្ទាល់ស្គាល់បងយូហើយស្គាល់ពីក្រុមហ៊ុនប៉ុន្តែមិនទាន់បានមានឱកាសឈិតឆាតឬក៏សួរបងបន្ថែមទៀតនៅក្នុងទឹកតែមានឱកាស podcast ហ្នឹងខ្ញុំគិតថាបានដឹងច្រើនមែនតើពីបរិយាកាសនៃកម្ចីក្រុមហ៊ុនកម្ចី Cashew Up ក៏ដូចជាវិស័យធនាគារជាពិសេសបងផ្ទាល់ដែលបានចែករំលែកតាក់ទងជាមួយនឹងបទពិសោធន៍នៅក្នុងវិស័យហិរញ្ញវត្ថុហ្នឹងបងបាទអញ្ចឹងអាចថាបើសិនជាសំណួរថាតើអ្វីដែលបងចង់ប្រាប់ខ្លួនឯងពួកបងនៅក្នុងអាជីពការងារហ្នឹងខ្ញុំជឿថាជាង20ឆ្នាំហើយអ្វីដែលបងចង់ប្រាប់ខ្លួនឯងថាតើបើសិនជាអាចទៅឃើញខ្លួនឯងកាលពីមុនបាទនៅការក្មេងទៅរៀនចប់ភ្លាមឬក៏កំពុងរៀនហ្នឹងណា advice អីដែលបងគិតថាចង់ទៅប្រាប់ខ្លួនឯងថាគួរតែត្រឹងអានេះបន្ថែមគួរតែរៀនបន្ថែមដើម្បីឲ្យកាន់តែល្អជាងនឹងទៀតបាទអរគុណបើសិនជា break ទៅ pass ខ្ញុំគិតថាដូចជាសប្បាយចិត្តមែនតើដូចខ្ញុំបានលើកចឹងគឺចាប់ពីរៀនចប់មកគឺខ្ញុំ start នៅក្នុងវិស័យហិរញ្ញវត្ថុហើយមកដល់ពេលនេះក៏នៅតែបន្តអាជីពហិរញ្ញវត្ថុនឹងទៀតបាទអញ្ចឹងគិតថាសប្បាយចិត្តមែនតើព្រោះដែលយើងប្រកបអានឹងមករហូតណាបាទហើយអភិវឌ្ឍចំណេះដឹងពីតាំងពី CEO មកបាទមានដល់ប្រធានផ្នែកមានអីផ្សេងហើយរហូតដល់អាចថាមកដល់ពេលនេះគឺគ្រប់គ្រងស្ថាប័នមួយដែរបាទអញ្ចឹងសប្បាយចិត្តហើយអ្វីដែលខ្ញុំចង់ប្រាំផ្ញើបងប្អូនដែលគាត់មានចំណាប់អារម្មណ៍នៅក្នុងវិស័យណាមួយទី1គឺការស្រឡាញ់ពេញចិត្តហើយខំប្រឹងប្រែងសិក្សាណាសិក្សាអ្វីដែលយើងពេញចិត្តហ្នឹងឲ្យច្បាស់លាស់ឲ្យមានចំណេះត្រឹមត្រូវបន្ទាប់មកចាប់អាជីពហ្នឹងគឺម៉ត់ចត់យកចិត្តទុកដាក់នៅក្នុងការងារដើម្បីពង្រីកនៅសមត្ថភាពរបស់យើងបាទដើម្បីកាន់ឱកាសឬមួយក៏ឈរនៅតំណែងណាមួយដែលល្អបាទអូខេអញ្ចឹងពីកម្មវិធីអរគុណម្ដងទៀតបងសុកលីដែលបានចូលរួមហើយអរគុណប្រិមិត្ត MR Podcast ដែលតែងតែទស្សនានៅកម្មវិធី MR Podcast នេះហើយជូនពរបងសុខភាពល្អហើយបន្តដំណើរនៅក្នុងវិស័យនេះបន្ថែមទៀតជួយដល់
អ្នកបងប្អូនជំនាន់ក្រោយដែលគាត់ចង់ធ្វើការក្នុងវិស័យធនាគារនឹងបន្ថែមទៀតបងអរគុណហើយជម្រាបលាបង បាទអរគុណ បាទ បាទ ហើយជម្រាបលាទៅដល់ទស្សនិកជនដូចគ្នា អរគុណ អរគុណ